អារ៉ាមានកម្រងចង់កែប្រែកោះនៅខ្លះជាភូមិគ្រឹះសម្រាប់ឲ្យយាទាំង388នាក់រស់នៅតែម្ដងហើយគ្រឿងចាក់ដឹកមកទាំងកប៉ាល់មកកាយបំលែងកោះនៅខ្លះជាភូមិគ្រឹះឲ្យយានៅគឺថាដូចស្ថានសួគ៌តែម្ដងគឺមានគ្រប់សពតែម្ដងហើយយាតែ888ហ្នឹងគឺកាត់មកពេលដែលរបស់គាត់ហ្នឹងគឺបោះយាទី1ចូលទៅក្នុងចាមគុណវេទមន្តហើយក៏ខ្លួនចេញមកអ្នកដែលតមកមើលអាចចូលទៅមើលបានគឺថាហ្វូនហ្នឹងគឺមានគ្រប់សពគ្រប់បែបយ៉ាងតែម្ដងគឺថាកាមេរ៉ាវិញគឺប្រងវល់មុខអីហើយបើសិនអ្នកគ្នាចង់មើលបន្ថែមអីទៀតអ្នកគ្នាចូលទៅមើលក្នុង YouTube បានអ្នកនរគ្នាគឺ link ជាប់មួយ bio ហ្នឹងគឺចុចបាច់ទៅចូលដល់ហ្មងហើយបើនិយាយអាហារសម្រាប់ញ៉ាំវិញគឺថាសិតតែសារមករាល់ថ្ងៃតែម្ដង1ក្រាមវិញគឺមិននិយាយហ្មងហើយពេលដេកស៊ីហើយអញ្ចឹងគឺថាដេកអីហើយបើនិយាយពីការចំណាយវិញគឺមួយថ្ងៃមានអស់ទីអ្នកនរគ្នាគឺ$5 លានហើយគឺថាសាហាវមែនទែនហើយពីអ្នកប្តីប្រពន្ធគេគឺចង់ឈប់ឯហ្នឹងតែប្រពន្ធគាត់ក៏បានមកប្រាប់អារ៉ាថាគាត់មានកូនមួយទៀតហើយគឺថាអារ៉ានឹងវិលមុខខ្ញាល់ថាមិនបានបោះសេលីនចូលក្នុងទឹកគឺដើម្បីខ្លាចជាកូនស្នប់នឹងឯងហើយឪពុកបោះសេលីនវិញគឺចាប់ដើមឆ្ងល់បរោយបាត់កូនខ្លួនឯងដើរមួយគ្នាមិញសោះហើយចំណែកសេលីនវិញគឺត្រូវបានមកដេញខាំហើយគឺថាសាហាវមែនតើមកនឹងឡើងធំហ្មងហើយឪពុកបោះសេលីនវិញឆ្លេឆ្លាហ្មងព្រោះអីបាត់កូនណោះចំណែកកូនវិញក៏ត្រូវបានថៃឆ្លាមកជួយគឺថៃឆ្លាមកខាំមកនឹងស៊ីហើយក៏នាំសេលីនឡើងមកលើវិញមកហើយចំពោះសេលីនយើងវិញក៏បានបាយថៃឆ្លាមនឹងហើយក៏បានរស់នៅលើកោះដែលថៃឆ្លាមនាំមកនៅអញ្ចឹងណាហើយបន្ទាប់មកទៀតក៏បានអាំងថៃអាំងអីញ៉ាំទៅអញ្ចឹងណាហើយក៏អាចរੂបន្តអាសន្នបានបន្ទាប់មកសែកឡើងខ្លួនក៏ចាប់ដើមយកអាស័យយកអីហ្នឹងមកចង់ធ្វើក្បូនគឺដើម្បីយកបណ្ដាយទឹកចេញពីអាកោះហ្នឹងតែម្ដងគឺដើម្បីទៅរកផ្លូវទៅផ្ទះវិញអញ្ចឹងណាហើយការចេញពីកោះហ្នឹងគឺស្រួលទេគឺថាពងជីក្បូនសុកក៏មានរលកមានភ្លៀងអញ្ចឹងណាប៉ុន្តែសេលីនវិញក៏អាចមកដល់ផ្ទះបានដោយសុវត្ថិភាពគឺគ្រាន់តែទឹកក្អៅបន្តិចអញ្ចឹងហើយខ្លួនក៏បានមកជួបជាមួយឪពុកហើយក៏រាយរាប់រឿងទាំងអស់ប្រាប់ឪពុកថាពីអ្នកម្ដាយកូនហ្នឹងអត់ល្អទេមិនអាចទៅនៅមួយវាទេព្រោះអីពីអ្នកម្ដាយកូនហ្នឹងគឺចង់ធ្វើបាបសម្រាប់ខ្លួនអញ្ចឹងណាហើយចំណែកឪពុកសេលីនវិញគឺខឹងមែនទែនក៏ដេញពីអ្នកម៉ែកូនចេញទាំងយប់តែម្ដងយាមិនរកឃើញថាបុគ្គលតែបុគ្គលឯងមិនជាបុគ្គលធម្មតាទេរាល់វត្ថុដែលធ្លាក់ចូលទៅគឺថាវានឹងខ្លួនមកចេញជាច្រើនតែម្ដងហើយយាក៏បានសាកតម្លាក់លុយទៅពេលគាត់តម្លាក់ទៅគឺថាលុយហោះចេញមកឡើងច្រើនតែម្ដងយាវិញគឺសប្បាយចិត្តមែនតើហើយគាត់ក៏បានទៅលួចយកទូរស័ព្ទម្ដាយរបស់គាត់ដើម្បីយកមកតម្លាក់ម្ដាយហើយម្ដាយរបស់យាវិញគឺខឹងមែនតើប៉ុន្តែពេលនាងតម្លាក់ទូរស័ព្ទចូលទៅក្នុងបុគ្គលគឺវាមានចេញជាទូរស័ព្ទច្រើនណាស់វាបានជាចូលទៅក្នុងចានបុគ្គលទៅវិញចឹងហើយម្ដាយរបស់យាវិញគឺខឹងមែនតើពេលគាត់តម្លាក់ចូលទៅក៏ចេញជាយាយ៉ាងច្រើនតែម្ដងទៅពេលចឹងទៅគឺម្ដាយរបស់គាត់គឺដឹងមានវិធីអីដល់ស្រាយទេគាត់ក៏បានយកប្តីរបស់គាត់មកតម្លាក់ចូលក្នុងចានបុគ្គលដែរហើយពេលគាត់តម្លាក់ទៅគឺថាប្តីរបស់គាត់គឺចូលទៅក្នុងបុគ្គលបានហើយប្តីរបស់គាត់ពេលភ្ញាក់មកវិញគឺមកដល់កន្លែងឋានតែម្ដងទេគឺថាស្រីស្អាតតែម្ដងចាំគាត់ចាំបំរើគាត់អញ្ចឹងណាបញ្ចុកបាយបញ្ចុកអាហារគាត់ឡើងពេញហ្នឹងតែម្ដងហើយប្តីរបស់គាត់វិញគឺជាអារ៉ាហ្នឹងឯងគឺគ្មានអាណាទេគឺថាវាកំពុងតែសប្បាយយោតែឆ្លាំងគឺអារ៉ាយើងកំពុងតែសបិនសោះមែនណាប្រពន្ធរបស់គាត់យកដបមកដាក់បរោយហើយប្រពន្ធរបស់គាត់ក៏បានប្រាប់គាត់ទៅលៀងចានពីអ្នកយាតែម្ដងគឺថាយាជាអ្នកនាំរឿងហ្នឹងយើងមើលការប្រកួតបណ្ដារវាង Daddy Mel ហើយនិងអាយុទាំងអស់គ្នាគឺថាពីរអ្នកហ្នឹងមិនជាមនុស្សធម្មតាទេសិតតែអ្នកមាន super power អាយុក៏បានបញ្ចេញនៅ power ទៅកក់បវាមកបង្កើតជាអាក្រោះមួយហើយ Daddy Mel វិញក៏បានបង្កើតនៅកណ្ដាប់ដៃនេះគ្រីតពណ៌ក្រហមមួយមកវាយលើយុទ្ធដែរប៉ុន្តែសមត្ថភាពរបស់គាត់ហ្នឹងគឺមិនអាចស៊ូមកយុទ្ធបានទេព្រោះថាយុទ្ធហ្នឹងគឺមានអាក្រោះទៅកក់ជាងគឺថាវាយអត់ឈឺទេព្រោះយុទ្ធក៏បានតបមកវិញជាមួយនឹងកណ្ដាប់ដៃទៅកក់របស់គាត់ហ្នឹងគឺថាធ្ងន់យល់តែមែនតើហើយគឺថា Daddy Mel វិញគឺឡើងដួលស្ពកតែម្ដងគឺថាវាឆ្លើយខ្លាំងមែនតើសូម្បីតែក្មេងក៏វាជន់ដែរគឺថាអត់លើកលែងសូម្បីតែក្មេងហ្មងហើយ Baby Mel វិញគឺថាក្តៅចិត្តមែនតើហើយក៏ចង់សងសឹកហើយវាក៏បានតែហាត់ក្បាច់គុនមួយកន្លែងនៅលើភ្នំ Everest តែម្ដងហើយ Master ក៏បានបញ្ចេញនៃក្បាច់គុនរបស់គាត់ប៉ុន្តែពេល Baby Mel អនុវត្តវិញគឺថាគាត់គឺអាចធ្វើដូច Master បានទេដោយសារតែគាត់គឺជាសិស្សថ្មីថ្មោងនឹងឯងហើយគាត់ក៏បានព្យាយាមហាត់ឡើងលំបាកតែម្ដងគឺថាហាត់រហូតដល់តែកកតែម្ដងបន្ទាប់ពីច្រើនឆ្នាំបានកន្លងផុតទៅសមត្ថភាពរបស់គាត់ក៏បានកើនឡើងយ៉ាងខ្លាំងតែម្ដងហើយគាត់ក៏បានរៀន Master ដើម្បីទៅសងសឹកហើយរឿងនេះគឺមានភាគ2អញ្ចឹងយើងមានតែចាំមើលភាគ2ទាំងអស់គ្នា